សូមជម្រាបសួរខ្ញុំបាទសូមបង្ហាញអំពី program មួយកម្មវិធីដែលបង្កើតឡើងដោយភាសា Python ដែលជាកម្មវិធីគ្រប់គ្រងគណនីធនាគារមួយដែលខ្ញុំបានបង្កើតសម្រាប់ជាកិច្ចការស្រាវជ្រាវមួយរបស់ថ្នាក់កុំព្យូទ័រនឹងខ្ញុំនឹងរ៉ានឲ្យមើលមួយតើកម្មវិធីនឹងវាដំណើរការយ៉ាងដូចម្ដេចអញ្ចឹងនៅពេលដែលយើងរ៉ានយើងមានវានឹងបង្ហាញ option ចំនួន5 option ទី1ដែលយើងនឹងឃើញថាវាសម្រាប់បញ្ចូលព័ត៌មានទៅក្នុងធនាគារទី2យើងដាក់លុយចូលទៅកាន់ធនាគារមានន័យថាយើងសន្សំចូលទី3យើងដកលុយចេញហើយទី4យើងឆែកមើលគណនីឆែកមើលលុយនៅក្នុងធនាគាររបស់យើងហើយទី5យើងចាក់ចេញពីកម្មវិធីរបស់យើងចាក់ចេញពី program របស់យើងអញ្ចឹងខ្ញុំជ្រើសរើសទី1ទៅទី1មានន័យថាជាការបញ្ចូលព័ត៌មានយើងបញ្ចូលទី1តទៅនឹង ID អញ្ចឹង ID ដែលខ្ញុំបានបញ្ចូលដល់លេខ18ហើយទី2យើងបញ្ចូលឈ្មោះធនាគារអញ្ចឹងខ្ញុំទៅហើយដាក់ចំនួន6ហើយបង្កើតលេខកាតឲ្យលេខកង់ឲ្យធនាគារហ្នឹងគណនីមួយហ្នឹងអញ្ចឹងខ្ញុំដាក់ grade 3អញ្ចឹងប្រភេទកង់បែបអីគេជា Mastercard ឬកាតធម្មតាក៏យើងដាក់កាតទៅនេះថាគាត់បង្កើតកាតធម្មតាហើយគាត់នឹងដាក់លុយដំបូងចូលក្នុងកង់របស់គាត់ចំនួនប៉ុន្មានអញ្ចឹងគាត់ដាក់ចំនួន$500អញ្ចឹងវានឹងសួរថាតើយើងចង់ធ្វើប្រតិបត្តិការអីផ្សេងទៀតអត់អញ្ចឹងយើងចុច enter ទៅអញ្ចឹងយើងចង់ដាក់លុយចូលអញ្ចឹងយើងមានមិញលេខ18យើងឆែកមើលសិនមកនេះឆែកមើលលុយរបស់យើងដាក់ថាលេខ4ទៅអញ្ចឹងលេខ4នឹងឆែកទៅមើលលេខ18នេះឈ្មោះសុខំលេខ6ហើយ bank ធនាគារគាត់លេខ33ហើយជាប្រភេទការ normal ហើយលុយក៏ដាក់ចំនួន$500អញ្ចឹងយើងចង់បន្ថែមលុយមានថាគាត់សន្សំលុយដាក់ចូលកង់ជាប្រចាំខែអញ្ចឹងគាត់ deposit លុយអញ្ចឹងគាត់ដាក់ចូលលេខ2ទៅអញ្ចឹងលេខ2របស់គាត់អញ្ចឹងគាត់ត្រូវការបញ្ចូលID របស់គាត់ហ្នឹងតើ ID ហ្នឹងលេខ18លេខ18អញ្ចឹងចង់ដាក់លុយចំនួនប៉ុន្មានអញ្ចឹងគាត់ដាក់ចំនួន500ទៀតវាលោតទៅលើចំនួន500ទៀតអញ្ចឹងវាឡើង enter ទៅ enter យើងឆែកមើលថាលេខ4ទៀតតើជាលេខ18ហ្នឹងយើង500បង5វាឡើង1000អញ្ចឹងយើងទៅកាន់នេះវិញមានន័យថាយើងដាក់ឡើងដល់1000ហើយមានលុយដើមគាត់500គាត់ថែម500ឡើង1000អញ្ចឹងទី3យើងចង់ដកលុយចាយអញ្ចឹងគាត់ដាក់ចុចទី3ទៅខ្ញុំសូមចាស់ចេញឲ្យ clear នេះតិចសារខ្ញុំអត់បានដាក់ឲ្យ clear auto ទេអញ្ចឹងយើងចុចទី3ដើម្បីដកលុយចាយអញ្ចឹងយើងចង់ដកលុយលេខID ចំនួនលេខ18ហើយដកប្រភេទកង់ប្រព័ន្ធ normal card ហើយគាត់ចង់ដកចំនួន$200អញ្ចឹងនេះវាបង្ហាញថា you have withdraw successfully អញ្ចឹងក៏ដកបានជោគជ័យយើងនឹងឆែកមើលលុយចូលមើលកង់ម្ដងទៀតភាសាខ្ញុំមកដល់វារត់រ៉ាន់អូតូទេឲ្យវាចាក់ចេញសិនការពារសុវត្ថិភាពអញ្ចឹងឲ្យឆែកមើលកង់នេះនៅសល់$800ណាអញ្ចឹងយើងទី3រួចហើយទី4យើងការឆែកមានន័យចុចលេខ4អញ្ចឹងវាយើងចាក់ចេញពីកម្មវិធីគឺយើងចុចលេខ5អញ្ចឹងយើងចាក់ចេញពីកម្មវិធីរបស់យើងអញ្ចឹងយើង clear មកដាច់អស់ទៅឬក៏ខ្វែងចេញអញ្ចឹងនៅក្នុងកូដរបស់យើងបង្កើតអនុគមគេហៅថា function ចំនួន4 function ទី1បញ្ចូលទិន្នន័យ function ទី2គឺយើង
hạt của miến này mình cho tên đấy function thì muốn mình cho tên đấy cứ chạy tên đấy Hồng Kông chạy bờ lan function thì bấy cứ dương deposit lôi chỗ function thì muốn cứ dương đọ lôi chạy chẳng hay dương cả lụp muối sẽ rạp chân lụp và lụp muối sẽ rạp bằng hai tên đấy ở vì rọt lan từ bên màu chẳng đi chi program dương cho không database chỉ một database vào dương information hay là một program vào dương ở điện mi này cứ chỉ dương đã sẽ rạp thà ta program dương thuê khá nè em nên chấm nôn bây giờ option để muối cho mình database để dương cả liếm hay thì bây giờ pra vì chứng program dương miền